សួស្តីពុកម៉ែបងប្អូននេះជាប្រភេទទ្វាតូបយើងរួចរាល់ពុកម៉ែបងប្អូនគឺស្រស់ស្អាតមែនតើចំណោមនៃជីវិតណាខ្ញុំគិតទាំងយប់ទាំងថ្ងៃមានហើយនឹងក្រដូចជាថ្មដែលគ្មានតម្លៃមានគេឈ្មោះទ្រាំតែគ្មានសុភមង្គលកើតមកត្រូវតែងំតែអ្នកណាមួយថាមិនយល់ប្រឹងគ្មានទំនេរព្រោះចង្អាយគេហៅជាវាយក្រគ្មានម៉ាសេនគ្មានបាត់ថ្ងៃក្រៅពីបាយក្រគ្មានមករៀលតែមាន